ខ្ញុំទៅសារបងប្អូនគឺខ្ញុំឃើញគេលក់ម្ទេសវែងនេះហើយខ្ញុំសួរថាចុះម្ទេសអីគេវែងហើយធំម្លេះអីធំវែងនេះបងប្អូនគឺសាកលើកទី1ឯនេះតែលើកគេថាឆ្ងាញ់អញ្ចឹងទិញយកមកសាបហើយជាវាអត់ហឹលទេបងប្អូនដូចម្ទេសផ្លោកដែរហើយម្ទេសក្រហមនេះមកហើយខ្ទឹមសខ្ទឹមក្រហមហើយម្ទេសហឹលសំខាន់ម្ទេសហឹលហ្នឹងគឺអត់បានទេបងប្អូនដាក់ម្ទេសហឹលទេបានឆ្ងាញ់ហើយមានលឹកខ្ទឹមឥឡូវយើងចាប់ដើមធ្វើទាំងអស់គ្នាហើយសម្រាប់ម្ទេសនេះធំមែនតើបងប្អូនមើលណាឡើងប៉ុណ្ណាណៃហ្មងណាឥឡូវខ្ញុំមានម្ទេសនឹងតែ4ផ្លែទេយើងលាងទឹកឲ្យស្អាតសិនបងប្អូនតោះយើងយកទៅលាងទឹកឲ្យស្អាតសិនចាពេលដែលខ្ញុំលាងទឹករួចហើយបងប្អូនតើគួរធ្វើអីញ៉ាំឆ្ងាញ់ខ្ញុំពេលខ្លះទិញមកក៏ដឹងឯងតែពេលអញ្ចឹងទៅនៅឃើញសាក់យកទៅដុតទៅឥឡូវខ្ញុំយកមកអាំងអត់មានអីដុតបងប្អូនគឺអាំងក្នុងម៉ាស៊ីនឯក្នុងចក្រានណាបងប្អូនអាំងវាដូចត្រប់អញ្ចឹងrồiให้ខ្ញុំមករៀបចំគ្រឿងក្រៅដែលសម្រាប់ធ្វើសោសស្រូបបងប្អូនគឺមានខ្ទឹមក្រហមខ្ទឹមសម្ទេសហឹលហើយនិងស្លឹកខ្ទឹមយើងហាន់ឲ្យចំណិតតូចអញ្ចឹងទាំងអស់ទៅចាខ្ញុំរៀបរួចស្រេចអញ្ចឹងទៅហើយណាមួយម្ទេសវាមិនតន់ឆ្អិនដែរយើងហាន់ឲ្យហើយអញ្ចឹងពេលដែលខ្ញុំរៀបចំរួចអស់ហើយយើងមើលម្ទេសតែម្ទេសរៀងឆ្អិនល្អហើយគឺយើងយកវាទៅដាក់ក្នុងចានយើងត្រៀបឲ្យឃើញស្អាតមកបងប្អូនពេលខ្លះឡើងម្ហូបយើងមើលទៅវាអត់អស្ចារ្យវាសាមញ្ញក៏ប៉ុន្តែការតុបតែងរៀបចំដាក់លើចានឲ្យមើលទៅឃើញស្អាតទៅក៏គួរឲ្យចង់ញ៉ាំដែរឥឡូវខ្ញុំចាប់ដើមធ្វើសោសហើយណាបងប្អូននេះយើងចាក់ខ្លាញ់ចូលក្នុងខ្ទះបន្តិចមកមានអីរឿងឆ្នៃទេបងប្អូនយើងចុងខែឡើយញ៉ាំសាច់រហូតទៅមានណាយើងត្រូវញ៉ាំបន្លែញ៉ាំអីខ្លះទៅចាខ្ញុំបំពងខ្ទឹមវាឲ្យឈ្ងុយសិនហើយខ្ញុំដាក់ខ្ទឹមក្រហមដោយសារខ្ញុំអត់ចូលចិត្តខ្ទឹមលីងបងប្អូនអញ្ចឹងខ្ញុំបំពងតែមួយល្មមឈ្ងុយទេបានហើយរួចហើយដាក់ម្ទេសចូលចាឆាច្បល់នឹងអីទេម្ហូបខ្ញុំថ្ងៃនេះគឺម្ទេសត្មងដាក់រ៉ូឌីនឹងប្រហែលជា2/3ស្លាបព្រាបាយទៅហើយប្រេងខ្យងបងប្អូនញ៉ាំប៊ីចេងបងប្អូនប្រើប៊ីចេងណាតែខ្ញុំអត់ដាក់ទេដោយសារខ្ញុំអត់ញ៉ាំហ្មងយើងត្រឡប់អត់ញ៉ាំប៊ីចេងទេបងប្អូនគឺញ៉ាំប៊ីចេងអត់កើតចាញ៉ាំទៅរៀងអត់ស្រួលខ្លួនអញ្ចឹងណាឥឡូវខ្ញុំដាក់ប្រេងខ្យងឲ្យឆាទៅយើងដាក់ទឹកបន្តិចទៅដើម្បីមានទឹកផុកសម្រាប់ស្រូបនៅលើម្ទេសចាហ្នឹងគឺឆាម្ទេសប្រេងខ្យងបងប្អូនចាឆាត្រឡប់មើលទៅថាភ្លក់ទៅអូខេហើយស្រង់រសជាតិយើងហើយយើងដាក់ម្ទេសមកហើយបើបងប្អូនចូលចិត្តញ៉ាំរសជាតិបែបណាបងប្អូនថែមថយរសជាតិតាមនឹងទៅខ្ញុំដាក់ខ្ទឹមបន្តិចហើយខ្ញុំអត់ប្រើស្ករទេបងប្អូនតំស្ករតំម្សៅហើយតែគីឡូអត់ស្រកសោះ1គីឡូអូយសុំចាញ់ហើយញ៉ាំតែបន្លែទេតែគីឡូក៏អត់ស្រកដែរចិត្តស្ដាយពេកឥឡូវវីដេអូខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនទាំងអស់គ្នាចាអរគុណបងប្អូនទាំងអស់គ្នាបើសិនជាមានយោបល់អ្វីបងប្អូនអាចខមមិននៅក្នុងវីដេអូរបស់ខ្ញុំបានហើយរសជាតិវិញគឺឆ្ងាញ់ហើយម្ទេសខៀវហ្នឹងគឺអត់ហឹលទេណាបងប្អូនហឹលគឺហឹលម្ទេសតូចដែលយើងដាក់ណាអរគុណច្រើនបងប្អូនទាំងអស់គ្នាបាយបាយ